បុរីលេងនវត្រា 6A បានបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជូនអតិថិជនក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងស្ថាប័នពាក់ព័ន្ធក្នុងស្ថានភាពសេដ្ឋកិច្ចពិតជាមានការលំបាកខ្លាំងបន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃសេដ្ឋកិច្ចពិភពលោកនិងសង្គ្រាមបើតាមការបញ្ជាក់នៅថ្ងៃទី10ខែមករានេះបុរីលេងនវត្រាបានបន្តសកម្មភាពនៃការសាងសង់និងអតិថិជនមួយចំនួនក៏បានអញ្ជើញមកទទួលការសម្របសម្រួលដោះស្រាយបញ្ហាជាបន្តបន្ទាប់បុរីក៏សូមគោរពអរគុណពុកម៉ែបងប្អូនដោយក្តីអនុគ្រោះនិងយោគយល់ក្នុងកលៈទេសៈដ៏លំបាកនេះយោងលើកំណត់ហេតុប្រជុំនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងហើយមកដល់ពេលនេះក្រុមហ៊ុនបានខិតខំប្រឹងប្រែងដោះស្រាយបានលទ្ធផលដូចខាងក្រោមចំណុចទី1ទីតាំងដីឡូ87ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹកភ្លើងបន្ថែមរួចរាល់ដូចនេះអតិថិជនអាចប្រើប្រាស់បានទាំងស្នាក់នៅនិងការសាងសង់ផ្សេងៗចំណុចទី2គម្រោងដីឡូជ្រៃ100បច្ចុប្បន្នមិនទាន់បានចាក់ដីបន្ថែមទេដោយក្រុមហ៊ុនកំពុងចាក់នៅប្លុក C បំពេញបន្តិចសិនដោយឡែកអតិថិជនទិញផ្ទះក្រុមហ៊ុនកំពុងដោះស្រាយពួកគាត់ភាគច្រើនសូមប្តូរទីតាំងគម្រោងបុរី 6A បច្ចុប្បន្នផ្ទះនៅសល់ចំនួនតែ46តែប៉ុណ្ណោះចំណុចទី3ការចាក់ដីនៅប្លុក C គឺកំពុងចាក់រាល់ថ្ងៃបច្ចុប្បន្នកើនបាន 85% និងនៅសល់តែ15% ប៉ុណ្ណោះចំពោះទីតាំងដែលត្រូវចាក់ហើយបន្ទាប់ពីពេញកូដរួចរាល់ក្រុមការងារនឹងគូសឡូដែលនៅសល់នៅប្លុក E1 ដើម្បីលើកអតិថិជនប្លុក RA មកទីតាំងនេះដែរចំណុចទី4ប្លុកវិឡាថៃ87គឺបានរួចរាល់ការងារឆ្អឹងទាំងស្រុង 90% ហើយប្លុកនេះគឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូការដំណើរការសាងសង់បន្តគឺត្រៀមនឹងចូលឆាប់ៗនេះចំណុចទី5អតិថិជនបងរំលោះស្នើសុំផ្អាកការបង់ប្រាក់ក្រុមហ៊ុនបានយល់ពីការលំបាករបស់អតិថិជនដូច្នេះក្រុមហ៊ុននឹងពិនិត្យលើភាពជាក់ស្ដែងជូនហើយក្រុមហ៊ុនបច្ចុប្បន្នក៏មានការលំបាកដូចគ្នាដូចនេះស្នើសុំឲ្យអតិថិជនដែលមានលទ្ធភាពមេត្តាបង់ប្រាក់បន្តចំពោះទីតាំងដែលបានសាងសង់ចំណុចទី6អតិថិជននៅប្លុកវីឡា533ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងស្វះស្វែងរកកញ្ចប់ហិរញ្ញវត្ថុដើម្បីត្រៀមក្នុងដំណើរការសាងសង់ឆាប់ៗនេះសម្រាប់ចំហរបស់បុរីគឺចូលលើគោលការណ៍សាងសង់បញ្ចប់ជូនពុកម៉ែបងប្អូន 100% បុរីលេងនវត្រាមានផ្ទះសាងសង់ហើយខ្លះសម្រាប់ជជែកដោះស្រាយដោះដូរយើងគណនាថែមថយតាមតម្លៃជាក់ស្ដែងបុរីលេងនវត្រាក៏មានជាជំរើសជជែកជូនពុកម៉ែបងប្អូនដែលចូលលើគោលការណ៍មិនឲ្យខាតបង់នៅអត្ថប្រយោជន៍ពុកម៉ែបងប្អូនឡើយ1សម្រាប់អតិថិជនប្លុកវីឡា B533 អតិថិជនបញ្ចប់ការសាងសង់ដោយខ្លួនឯងគឺសម្របសម្រួលបានដី2ឡូទំហំ10 x 17 ម៉ែត្រក្នុង1ឡូគឺ 6A 1ឡូនិងព្រះប្រសព1ឡូអតិថិជនដោះស្រាយបញ្ចប់ដោះដូរគឺសម្របសម្រួលបានដី4ឡូទំហំ10 x 17 ម៉ែត្រក្នុង1ឡូគឺនៅ 6A 2ឡូនិងព្រះប្រសព2ឡូ2សម្រាប់អតិថិជនប្លុក B ប្រភេទផ្ទះ E0 E1 អតិថិជនសាងសង់បញ្ចប់ដោយខ្លួនឯងគឺសម្របសម្រួលទទួលបានដី2ឡូទំហំ 4.1 គុណនឹង18ម៉ែត្រដីនៅ 6A